Hello ចាតែបានថត TikTok ទៀតទេនេះមកចានេះខ្ជិលមានណាខ្ជិលជាងខ្ញុំទេតែបើកមើលព័ត៌មានលេខកើតខ្ជិលប្រហោះហ្មងបងប្អូនអើយចង់និយាយមែនហើយអ្វីដែលចង់និយាយហ្នឹងមកពីអីបើកទៅឃើញព័ត៌មានច្រើនពេកលែងចង់លេង Facebook លេងចង់លេង TikTok អីហ្មងហើយក្ដុងកូនខ្សែហ្នឹងហើយនេះចង់មករំលឹកទិញមួយថែមមួយទិញចំណុះ 100ml ថែម45ml បាន2ដបនេះបងប្អូនចា 100ml ចំណុះណាបោះស្រីបងប្អូនចាសម្រាប់សុខភាពស្ត្រីសុខភាពនារីយើងចាអាយុចាប់ពី8 10ឡើងប្រើបាន5 10ឡើងប្រើបានហើយព្រោះអីបើខ្ញុំអត់មានជាតិគីមីទេចាហើយក្អូបនេះគេហៅថាក្លិនផ្កាបងប្អូនដែលចូលចិត្តក្លិនផ្កាក្អូបញាក់ហ្មងខ្ញុំចង់និយាយមែនក្អូបខ្លាំងហ្មងហើយរបស់ខ្ញុំល្អគុណណាពេលដែលប្រើហើយគឺចង់ប្រើទៀតដោយសារអីក្លិនផ្កាមិនមែនក្លិនឈួលឈឺទ្រូងឈឺសួតទេអញ្ចឹងខ្ញុំនិយាយតែច្រើនដងហើយคลิปវីដេអូខ្ញុំហើយអ្វីដែលល្អបំផុតគឺ scan នេះចា QR code scan ឃើញហើយលោតទឹកអប់គ្រប់ម៉ាកគ្រប់ម៉ូតនៅលើ Made in France ចាហើយមើលប្រអប់ណា design ចាឡើងរឹងប៉េះហ្មងប្រអប់មើលតការ design ហ្នឹងគេដឹងហើយរបស់មកពីខាងណានោះហើយអ្នកដែលមិនពេញចិត្តរបស់ brand របស់ខ្ញុំទេសិតថារបស់ខ្ញុំចេះរបស់ខ្ញុំចុះមកពីអីមនុស្សបងប្អូនតែគេអត់ចូលចិត្តយើងណាទោះបីរបស់យើងល្អប៉ុណ្ណាក៏ដោយទោះបីយើងស្អាតប៉ុណ្ណាក៏ដោយនៅតែលួចនិយាយពីក្រោយខ្នងលួចចាក់ពីក្រោយខ្នងចឹងចាហើយអាគេហៅថាមួយហ្នឹងស្អាតទៅសារតែមកឲ្យចុងក្រោយអូលួចពេបជីពីក្រោយខ្នងអាហ្នឹងមិនមែនមិត្តភ័ក្ដិអីហើយក៏មិនមែនមនុស្សដែរមនុស្សចឹងណាបាច់ធ្វើមនុស្សល្អជាងចាជាផ្សេងមនុស្សដើរចាក់រុកចាក់ឆ្កៀលគេដើរឆ្លុះមួយគេពេញទឹកពេញដីហ្នឹងណាហើយចាំសន្លឹងមើលខ្លួនឯងនៅខ្វះខាតកន្លែងណាខ្លួនឯងដឹងតែខ្លួនឯងឈឺអីផងហ្នឹងយល់កាឈឺភ្នែកមិនដឹងឈឺភ្នែកឈឺខ្លួនដឹងឈឺខ្លួនឈឺធ្មេញដឹងឈឺធ្មេញផងហ្នឹងអញ្ចឹងក្នុងខ្លួនយើងអត់ទាន់ដឹងតែខ្លួនឯងឈឺផងហ្នឹងបើយើងហាមឃាត់ក្នុងខ្លួនយើងមិនឲ្យឈឺបានផងកុំនិយាយដើមអ្នកដទៃចាំយើងហាមឃាត់ខ្លួនឯងកុំឲ្យឈឺចាំនិយាយដើមអ្នកដទៃយល់ទេយល់ចាអញ្ចឹងទឹកអប់របស់ខ្ញុំណារឹងមាំដូចខ្ញុំចឹងចាលក់អត់បាច់ចាំប្រម៉ូតព្រោះអីខ្ញុំអត់ត្រូវការលក់អីគេហៅថាធ្វើទីផ្សារឲ្យអស់លុយខ្លួនឯងទេខ្ញុំអត់ដោះថាដឹងទេខ្ញុំលក់តាមលទ្ធភាពដែលខ្ញុំលក់បានចាអញ្ចឹងផលិតផលមកពីបារាំងសុទ្ធ 100% ខ្ញុំអត់ធ្វើ marketing ខ្ញុំអត់ធ្វើទីផ្សារទេដោយសារអីខ្ញុំលក់តាមរយៈបងប្អូនខ្ញុំជួយលក់ហើយនឹងមិត្តភ័ក្តិជួយលក់ហើយនឹងតាមផ្សារទំនើបដែលខ្ញុំស្គាល់ហើយទិញចំណុះ 100ml ត្រឡប់ចូលមកវិញតិចចំណុះ 100ml នេះគឺក្អូបខ្លាំងសម្រាប់ស្ត្រីក្លិនផ្កាបងប្អូនដែលចូលចិត្តក្លិនផ្កាហើយបន្ទាប់មកគឺថែមតុក្កតាជប៉ុនហេតុអីបានគេធ្វើម៉ូតតុក្កតាជប៉ុនអត់ទឹកអប់នេះផលិតនៅប្រាំងប៉ុន្តែគេដាក់ក្បាលតុក្កតាជប៉ុនព្រោះក្លិនផ្កាសាការាពីប្រទេសជប៉ុនដែលគេចម្រាញ់យកមកផលិតជាទឹកអប់ហើយមាន4ពណ៌4ក្លិន4ពណ៌4ក្លិននេះគឺក្អូបខ្លាំងមែនតើក្លិនណាក៏ក្អូបដែរអញ្ចឹងគឺក្លិនផ្កាសាការាចាចម្រាញ់ហើយមានលេខរោងចក្រមានលេខផ្ទះទៅមានលេខផ្លូវត្រឹមត្រូវចានេះមើលនេះមើលទៅពិជាព្រោះគេហៅថាកាមេរ៉ាខ្ញុំមិនដឹងដែរកាមេរ៉ា TikTok ហ្នឹងបងប្អូនយើងដាក់ filter ហើយមាន QR code ត្រឹមត្រូវចាអញ្ចឹងខ្ញុំមិនដែរថាអូវ៉ាន់ពេញស្តុកពេញផ្ទះខ្ញុំត្រូវការលក់បខំទៅអីបខំអត់សល់លុយដែរហ្នឹងយកគេប្រម៉ូទយកធ្វើទីផ្សារអស់លុយដែរព្រោះទឹកអប់ខ្ញុំទិញមកនេះអឺចង់និយាយថាបន្ទាប់ពីតកែអញ្ចឹងខ្ញុំអាចយកមកប្រម៉ូទទេតតកែគេប្រម៉ូទឲ្យយើងអញ្ចឹងអ្វីដែលខ្ញុំដាក់លក់នេះទិញមួយថែមមួយនេះដោយសារដើមខែ1យកហុងស៊ុយ
ចាជូនបងប្អូនទឹកអប់ហុងស៊ុយសុកសីមុចអញ្ចឹងទឹកអប់ហុងស៊ុយនេះទិញចំណុំ 100ml ម៉ាក់ Emerald របស់ខ្ញុំជាង10ម៉ូតជាងអត់សូវចាំទេបងប្អូនអញ្ចឹងមួយដបទិញមួយថែមមួយនេះចា$45ព្រីដឹកទិញមួយថែមមួយទិញមួយបាន2 45ចំណុះ60តម្លៃពេញ65ណាបងប្អូនអូយនៅអត់ស្ងៀមទេនេះមែនទេបងប្អូនជួយលក់តកាពីអត់ទៅដល់ចូលរោកមាញ់ហ្នឹងនឹងឯងហើយណាកូនកំសាយខ្ជូតមួយចាំខ្ញុំបង្ហាញណាចាអញ្ចឹងកុំភ្លេចណាតម្លាក់លេខតម្លាក់ទីតាំងមកគឺទិញមួយថែមមួយតម្លៃពេញ65ចុះសល់45ទិញមួយថែមមួយទិញចំណុំ 100ml ហើយថែម45ml ក្លិនផ្កាពណ៌ក្រហមក៏បានពណ៌អីក៏បានដែរចាការថែមនេះអត់អាចរើសកាដូក្លិនបានទេអញ្ចឹងខ្ញុំមានជាប្រភេទបែបនេះចាការថែមមាន4ពណ៌នឹងជួនកាលអាចបានពណ៌ត្រចេកជួនកាលពណ៌ប្រផេះជួនកាលពណ៌កាឈូកចាអូយកូនប្រុសកោខ្ញុំបានតែស្រីតាបងប្អូនបានតែញីអូយមកញីស្អាយកមកម៉ែបងដល់ទឹកលឹកចេះថើបទៀតទៅដើរអុកឡុកតាហើយដល់ពេលហើយបងប្អូននឹងមិនអត់និយាយស៊ីនណាខ្ញុំធ្លាប់ឲ្យទឹកអប់ទៅគេមនុស្សដែលគិតច្រើនពិបាកចិត្តគេហៅមនុស្សផ្លូវចិត្តណាខ្ញុំនិយាយមែនពេលដែលគាត់ប្រើបានមួយអាទិត្យគាត់ខ្លាចជាមនុស្សម្នាគេហើយគាត់ជាមនុស្សល្អត្រឹមត្រូវគេហ្មងពីមុនមកគាត់អត់ចឹងទេចានិយាយច្រើនហើយគេហៅថាមនុស្សដែលពោពេញទៅដោយស្តិអារម្មណ៍គាត់មានវិបត្តិផ្លូវចិត្តប្តីគាត់មានស្រីហើយគេរត់ទៅរកស្រីហើយគេដឹងមិនអត់គេយកដីបោះម្ដាយមីងខ្លួនឯងយកទៅលក់ទៀតអញ្ចឹងខាងនេះក៏បន្ទោសខាងនោះក៏ទៅមានស្រីគាត់ខ្លាចជាមនុស្សស្តិអារម្មណ៍ចាហើយឥឡូវតម្លាក់លេខតម្លាក់ទីតាំងមកណាចាហើយប្រអប់គឺបែបនេះបងប្អូនអូនិយាយពីថាស្អាតហើយការដែលធ្វើនេះគឺផុសចាផុសខ្ញុំឃើញផលិតផលផ្សេងងាយធ្វើឆ្នៃបានស្អាតប្រហែលរបស់ខ្ញុំឯងមានផុសហើយមកដូចជូតញាក់ហ្មងឃើញទេមើលក្បាលមនុស្សមិនស្រួលឌីហ្សាញទេណាចាហើយមានបញ្ជាក់លេខរោងចក្រត្រឹមត្រូវទៀតចាហើយនឹងលេខផ្ទះលេខរោងចក្រហើយនឹងលេខផ្លូវចានេះកូនទន្សាយដ៏ខ្ជូតរបស់ខ្ញុំសូម្បីតែខ្សែចងកុំឲ្យចេញពីត្រង់ណាក៏ខំដាច់ដែរនេះនេះបាទឃើញមើលអានេះនៅលើនេះចាំស្ទាក់ខំគេខូចទេណានេះស្មានតែញីតែម៉ែយកមកឈ្មោលមើលទឹកលឹកវាមើលទឹកលឹកខូចណាស់ឥឡូវនេះគឺចឹងណាជីវានេះគោថ្ងៃនិយាយទៅល្អជូតណាស់ឲ្យទិញចំណីឲ្យបងប្អូនអើយមានចំណីណាចំណីវាក៏ឃើញចំណីហ្នឹងបានទេណាទៅខំគេអូខេបាយអ៊ំពូមីបាយដាក់ចឹងខ្លាចអាចឆ្មានៅវាដេញខាងបាយអ៊ំពូមីដាក់អីបានទេគេចូលចិត្តដេកទៅទេគេចូលចិត្តដេកមានកណាត់អីក្រាលឲ្យដេកទេបងប្អូនអើយកាត់ខោវយឲ្យដេកខ្លាចល្ងាមើលនេះវាអុកឡុកគ្រឹតណាស់អញគ្រឹតណាស់បើកោចមើលទឹកលឹកវាមើលទឹកលឹក